đợt tại bình chấp về sự cả cam đạt mỏi trướng coi in ná mình khóa rừng thai sầm rõ miền cầm rong bình tó về sự cả cam thay còn tại bình chấp về sự cả cam đạt mỏi trướng mình bàn phun man ngày phong sắp tới cái nhà coi in ná miền cầm rong nâng mình tó về sự cả cam thay chỉ bình to tiết đâm bếp sắp chót đâm bàn tê chó nước Campuchia đôi mình khóa vì rừng thái sầm rõ về sự cả cam đạt mỏi trướng đập ba cái nhà coi in ná vì tì trong nông pin từ khẹt Siem Reap ban tu cóក្រាបពេញក្នុងនឹងក្រាបប្រទេសនឹងទទួលបានការគ្រប់គ្រងខ្លាំងពីមហាជនអ្នកខ្លះស្ទើរតែមិនជឿថានារីដ៏ស្រស់ស្អាតរូបនេះអាចនឹងធ្វើបាននោះទេដែលសុខចិត្តលះបង់សម្រាប់កម្លាំងកាយចិត្តដែលចម្ងាយរាប់រយគីឡូម៉ែត្របែបនេះប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺកុយអេណាបានសម្រេចក្នុងបេសកកម្មរបស់ខ្លួនថែមទាំងបានឆក់បេះដូងយ៉ាងច្រើនពីមហាជនជាមួយនឹងភាពជោគជ័យរបស់ខ្លួននេះកញ្ញាកុយអេណាក៏បានកម្រងបង្កើតបេសកកម្មថ្មីមួយទៀតដើម្បីផ្សារភ្ជាប់តំបន់ទេសចរនៅក្នុងប្រទេសកម្ពុជាដោយគម្រោងដាក់ថ្មជើងពីភ្នំពេញទៅខេត្តសៀមរាបដែរកញ្ញាកុយអេណានៅពុំទាន់បង្ហើបថានឹងបន្តបេសកកម្មទៅពេកខាងណានៅឡើយទេដោយគ្រាន់តែបញ្ចប់បេសកកម្មទី1របស់ខ្លួននាងថាគម្រោងអាចនឹងចេញជារូបរាងនៅពេលឆាប់ខាងមុខបន្ទាប់ពីបំពេញបេសកកម្មទី1ចប់កញ្ញាកុយអេណាក៏បានបង្ហាញវត្តមានថ្មីជាមួយឈុតសម្លៀកបំពាក់អប្សរាយ៉ាងស្រស់ស្អាតនៅលើទឹកដីអង្គរតាមរយៈវីដេអូនិងរូបភាពរបស់នាងគឺបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនក្រឡេកមកមើលសម្រាប់កញ្ញាកុយអេណាវិញគឺមានការប្រែប្រួលជាច្រើនមិនស្រស់ស្អាតដូចកាលពីមុនទេជាពិសេសសម្បត្តិស្បែករបស់នាងនៅពេលនេះកាន់តែខ្មៅជាងមុនចំពោះរឿងសម្រាប់កញ្ញាកុយអេណាបានបញ្ជាក់ថានាងមិនខ្វល់ពីរឿងសម្រស់នោះទេពីព្រោះនាងចង់ធ្វើបេសកកម្មមួយនេះឲ្យចប់និងជោគជ័យអ្វីត្បិតតែសម្បុរនាងមើលទៅខ្មៅបន្តិចមែនប៉ុន្តែស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ណាស់ដូចដឹងស្រាប់ហើយថានាងជាមនុស្សម្នាក់ដែលស្រឡាញ់សម្បុរបែបនេះ